បារាំងខ្លាយជាប្រទេសដំបូងនៅអឺរ៉ុបហាមកុមារអាយុក្រោម15ឆ្នាំមិនឲ្យប្រើបណ្ដាញទំនាក់ទំនងសង្គមរដ្ឋសភានិងព្រឹទ្ធសភាបារាំងបានអនុម័តច្បាប់ហាមឃាត់កុមារអាយុក្រោម15ឆ្នាំមិនឲ្យប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដើម្បីការពារសុខភាពផ្លូវចិត្តនិងសុវត្ថិភាពរបស់កុមារនេះបើយោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី22ខែកក្កដាឆ្នាំ2026នេះជាមួយច្បាប់ថ្មីនេះបារាំងបានក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុបដែលអនុម័តវិធានការបែបនេះដោយដើរតាមគន្លងប្រទេសអូស្ត្រាលីដែលបានហាមឃាត់យុវវ័យអាយុក្រោម16ឆ្នាំមិនឲ្យប្រើប្រាស់បណ្ដាញសង្គមដូចជា Facebook, TikTok, Snapchat និង YouTube ជាដើមលោកស្រី Anne-Laure Enonរដ្ឋមន្ត្រីរងទទួលបន្ទុកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI បានថ្លែងថាបារាំងកំពុងដើរតួនាទីជាប្រទេសត្រួសត្រាយនៅអឺរ៉ុបក្នុងការកំណត់អាយុប្រើប្រាស់បណ្ដាញសង្គមក្រោមច្បាប់នេះចាប់ពីថ្ងៃទី1ខែកញ្ញាកុមារអាយុក្រោម15ឆ្នាំនឹងមិនអាចបង្កើតគណនីបណ្ដាញសង្គមបានឡើយក្រុមហ៊ុនបណ្ដាញសង្គមក៏នឹងមានពេល4ខែដើម្បីបិទគណនីដែលមានស្រាប់និងត្រូវអនុវត្តប្រព័ន្ធផ្ទៀងផ្ទាត់អាយុដែលទទួលស្គាល់ដោយអាជ្ញាធរបារាំងទន្ទឹមនេះគណៈកម្មការអឺរ៉ុប EC ក៏កំពុងរៀបចំបទបញ្ញត្តិថ្មីសម្រាប់ទូទាំងសហភាពអឺរ៉ុបដើម្បីគ្រប់គ្រងការប្រើប្រាស់បណ្ដាញសង្គមរបស់កុមារនិងយុវជនព្រមទាំងពិនិត្យថាច្បាប់របស់បារាំងស្របតាមច្បាប់របស់សហភាពអឺរ៉ុបដែរឬយ៉ាងណាកាលពីខែមេសាប្រធានាធិបតី Emmanuel Macron បានអំពាវនាវឲ្យយុវជនកាត់បន្ថយការប្រើទូរស័ព្ទហើយងាកមកអានសៀវភៅវិញដោយលោកចង់ឲ្យច្បាប់នេះចូលជាធរមានមុនការបើកបវេសនការឆ្នាំសិក្សាថ្មីជាទូទៅក្រុមហ៊ុនបណ្ដាញសង្គមបានបង្ហាញការព្រួយបារម្ភចំពោះការហាមឃាត់ទូទៅបែបនេះដែលអះអាងថាពួកគេមានវិធានការការពារអ្នកប្រើប្រាស់វ័យក្មេងរួចហើយទោះជាយ៉ាងណាពួកគេបានបញ្ជាក់ថានឹងអនុវត្តតាមប្រសិនបើរដ្ឋាភិបាលចេញច្បាប់ជាផ្លូវការ